កូនសត្វតោមួយក្បាលបានធ្លាក់ពីលើមេឃមើលឃើញរូបរាងដ៏គួរឲ្យអាណិតអាសូររបស់សត្វតោដូច្នេះនាងក៏យកវាទៅផ្ទះដើម្បីថែទាំពេលដែលនាងគ្រាន់តែនាងហ៊ាននឹងបិទទ្វារចតចឹកមួយក្បាលដែលកំពុងស្ពាយកូនរបស់វាក្នុងមាត់ក៏រត់ចូលមកភ្លាមក្មេងស្រីនោះក៏ក្លាហានដើរទៅមុខដើម្បីពិនិត្យមើលនាងបានឃើញថាចតចឹកសកំពុងបំបៅកូនរបស់វានៅពេលនោះកូនសិង្ហៅដែលឃ្លានក៏ដើរមកជិតហើយបៀតបិទនឹងម្ដាយចតចឹកប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលម្ដាយចតចឹកមិនបានបដិសេធកូនសិង្ហៅនោះទេឃើញទស្សនភាពដ៏កក់ក្ដៅនេះក្មេងស្រីក៏សម្រេចចិត្តចិញ្ចឹមពួកគេបន្ទាប់ពីបានស្គាល់គ្នាប៉ុន្មានថ្ងៃមកកូនទាំងពីរក៏ក្លាយជាបងប្អូននឹងគ្នាល្អបំផុតពួកគេលេងសើចយ៉ាងសប្បាយរីករាយរាល់ថ្ងៃមិនយូរប៉ុន្មានកូនទាំងពីរក៏ធំធាត់ក្លាយជាសត្វធំថ្ងៃមួយម្ដាយនិងកូនស្រីបានមកដល់កោះតូចមួយនៅពេលដែលពួកគេឃើញមនុស្សចម្លែកពួកគេក៏រត់មកដោយភាពរំភើបក្មេងស្រីនោះក៏ភ័យស្លន់ស្លោភ្លាមនៅពេលដែលឃើញដូច្នេះក៏ប្រញាប់ទៅខាត់ពួកគេប៉ុន្តែក៏ចំពុលដុំថ្មក្បាលរបស់នាងបានប៉ះនឹងដីយ៉ាងខ្លាំងគាត់បានសន្លប់នៅនឹងកន្លែងឃើញក្មេងស្រីដេកសន្លប់នៅលើដីពួកគេក៏ដើរជុំវិញក្មេងស្រីហើយស្រែកធ្ងរដោយសង្ឃឹមថានឹងមានអ្នកណាម្នាក់មកជួយទោះបីជាយប់ជ្រៅក៏ដោយក៏ពួកគេនៅតែមិនព្រមចាក់ចេញដែរឈរយាមក្មេងស្រីដែលមិនកម្រើកព្រឹកព្រលឹមថ្ងៃបន្ទាប់បុរសម្នាក់បានមកលេងកោះតូចមួយនៅពេលដែលចូលចិត្តឃើញគាត់វាបានស្រែកយ៉ាងខ្លាំងភ្លាមបុរសនោះមើលទៅដល់អ្នកសម្លេងពិតមែនហើយគាត់បានឃើញក្មេងស្រីដែលសន្លប់ក្រោយមកគ្រូពេទ្យបានប្រាប់គាត់ថាសំណាងល្អដែលចូលចិត្តនឹងសិង្ហៅបានធ្វើឲ្យនាងកក់ក្ដៅបើមិនដូច្នេះទេក្មេងស្រីនឹងត្រូវកក់ស្លាប់យូរមកហើយទោះជាយ៉ាងណាក៏ដោយដោយសារតែការជួយសង្គ្រោះក្មេងស្រីសត្វធំទាំងពីរនេះត្រូវបានគេរកឃើញចូលចិត្តត្រូវបានគេយកទៅការពារនៅមជ្ឈមណ្ឌលអភិរក្សចូលចិត្តប៉ុន្តែសិង្ហៅត្រូវបានគេបញ្ជូនទៅសៀកដើម្បីក្លាយជាឧបករណ៍រកលុយបន្ទាប់ពីភ្ញាក់ពីសន្លប់ក្មេងស្រីក៏ព្រួយបារម្ភពីពួកគេខ្លាំងណាស់ដូច្នេះនាងក៏គេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យភ្លាមដើម្បីស្វែងរកពួកគេសៀកកំពុងធ្វើដំណើរជាមួយសិង្ហៅវាបានឆ្លងកាត់មជ្ឈមណ្ឌលអភិរក្សចូលចិត្តបានដឹងភ្លាមថានោះជាសម្លេងរបស់សិង្ហៅហើយក៏មានអារម្មណ៍ឈឺចាប់នៅក្នុងសម្លេងនោះយប់នោះចូលចិត្តបានជីរណ្ដៅនៅក្រោមរបងបន្លាហើយឆ្លៀតឱកាសរត់គេចខ្លួនវាបានរត់រហូតទីបំផុតវាបានមកដល់ជំរំសៀកវាបានបន្តជីរណ្ដៅហើយលួចចូលទៅក្នុងសៀកយ៉ាងងាយស្រួលប៉ុន្តែនៅពេលដែលវាទៅដល់សិង្ហៅវាបានដឹងថាវាមិនមានវិធីណាដើម្បីបើកទ្រុងនោះទេទោះជាយ៉ាងណាក៏ដោយចូលចិត្តមិនបានបោះបង់ចោលឡើយវាបានរកឃើញមេឈើមួយដែលព្យាយាមប្រើវាដើម្បីគាស់ទ្រុងដែកឃើញដូច្នេះសិង្ហៅក៏ក្រោកឡើងយ៉ាងលឿនដើម្បីជួយទោះជាយ៉ាងណាក៏ដោយមេឈើដែលភួយស្រួយមិនអាចទប់ទល់នឹងដែកដ៏រឹងមាំបានឡើយវាបានដាស់តឿនប្រធានសៀកភ្លាមចូលចិត្តក៏រត់គេចខ្លួនជាមួយសិង្ហៅភ្លាមតាមផ្លូវការជួបជុំគ្នាបានធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តខ្លាំងណាស់ពួកគេលេងសើចយ៉ាងសប្បាយរីករាយជាមួយគ្នាបន្ទាប់មកពួកគេបានប្រើក្លិនដែលនៅសល់នៅក្នុងព្រៃដើម្បីស្វែងរកទិសដៅទៅផ្ទះនៅពេលជាមួយគ្នានោះក្មេងស្រីមិនដែលបោះបង់ចោលឬឈប់ស្វែងរកឡើយនាងបន្តសួររហូតដល់ទីបំផុតនាងបានរកឃើញកន្លែងដែលពួកគេនៅតាមផ្លូវការជួបជុំគ្នាបានធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តខ្លាំងណាស់ពួកគេបន្តថើបម្ចាស់របស់ពួកគេហាក់ដូចជាបង្ហាញពីការនឹកគិតរបស់ពួកគេអារម្មណ៍ពិតប្រាកដនិងស្មោះត្រង់អាចលើពីប្រភេទសត្វពីរដែលគួរតែជាសត្រូវធម្មជាតិមិត្តភាពដ៏អស្ចារ្យបានកាត់ឡើងហើយទាំងអស់នេះកើតចេញពីសេចក្តីស្រឡាញ់